ម៉ូតខ្សែដៃមួយនេះរៀងពិបាកក្រងបន្តិចដែរប៉ុន្តែមិនថ្មីទេឲ្យតែបងប្អូនទស្សនាវីដេអូខ្ញុំចប់បងប្អូនប្រកាសជាអាចក្រងបានដូចខ្ញុំដែរពិសេសម៉ូតវាក្រងហើយស្អាតមែនតែនមុននឹងចាប់ផ្ដើមក្រងបងប្អូនខ្ញុំសូមបង្ហាញបងប្អូនពីសម្ភារៈដែលខ្ញុំយកមកប្រើដុំនេះមាន4សរសៃក្នុងមួយសរសៃប្រវែងរបស់វា110សង់ទីម៉ែត្រដុំទី2 2សរសៃហើយប្រវែងរបស់វាមួយសរសៃ100សង់ទីម៉ែត្រនិងដុំទី3 2សរសៃដែរប្រវែងរបស់វាតែ70សង់ទីម៉ែត្រទេបងប្អូនហើយអង្កាំខ្ញុំប្រើអង្កាំទំហំ2លីចំនួន14គ្រាប់បន្ទាប់មកខ្ញុំយកអំបោះមកតម្រៀបគ្នាដោយខ្ញុំដាក់សរសៃអំបោះដែលមានប្រវែង110សង់ទីម៉ែត្រហ្នឹងខាង2សរសៃ2សរសៃមួយចំហៀង2សរសៃបន្ទាប់មកមានអំបោះ100សង់ទីម៉ែត្រហ្នឹង2ដែរនៅខាងក្នុងបងប្អូនបានបន្តតបគ្នានឹងចំកដាលគេអំបោះ70សង់ទីម៉ែត្រ2សរសៃហ្នឹងគឺខ្ញុំដាក់ចំកដាលគេនៅពេលដែលខ្ញុំដាក់ហើយខ្ញុំយកស្កុតមកបិទវាដើម្បីកុំឲ្យរំកិលចុះឡើងដូចខ្ញុំទាញបង្ហាញបងប្អូននេះខ្សែទី1ទី2គឺ110សង់ទីម៉ែត្រខ្សែទី3 100សង់ទីម៉ែត្រនិងខ្សែទី4 70សង់ទីម៉ែត្របន្ទាប់ពីបិទហើយខ្ញុំវាស់ទុកចំនួន16សង់ទីម៉ែត្រទុកធ្វើរំយោលពេលហ្នឹងខ្ញុំយកស្កុតមកបិទចំណាំដែរកតុយខ្សែខ្ញុំយកទៅគៀបនឹងក្តារបន្ទាប់មកខ្ញុំចាប់ផ្ដើមក្រងដោយខ្ញុំចាប់ផ្ដើមទាញអំបោះចំកដាល2មុនគេហើយខ្ញុំយកកតុយអំបោះខាងស្ដាំកងពីលើកតុយអំបោះខាងឆ្វេងទាញកតុយអំបោះខាងឆ្វេងពីក្រោមហើយពាត់ពីលើកតុយអំបោះខាងស្ដាំដែលខ្ញុំទាញទៅកងមិញហើយគួចចង2ដងចាបន្ទាប់មកបន្តទៅទៀតគឺដូចគ្នាដោយអំបោះដែលខ្ញុំពាត់កតុយអំបោះខាងស្ដាំមិញខ្ញុំពាត់បន្តទៅទៀតបន្ទាប់មកខ្ញុំទាញកតុយអំបោះខាងឆ្វេងមកពីក្រោមហើយពាត់មកកងនៅលើកតុយអំបោះខាងស្ដាំតែមួយដដែលហ្នឹងហើយគួចចង2ដងដូចគ្នាចាបន្តទៅទៀតក៏ដូចគ្នាដែរកតុយអំបោះខាងស្ដាំតែខ្ញុំពាត់មកមិញហ្នឹងខ្ញុំបន្តចងទៅទៀតដោយយកកតុយអំបោះខាងឆ្វេងកតុយអំបោះទី3យកមកចាពាត់ពីរុញមកពាត់ពីក្រោមហើយគួចចង2ដងដូចគ្នាខ្ញុំធ្វើបន្តទៅទៀតបន្ទាប់ពីកតុយអំបោះខ្សែទី3ហើយគឺចូលដល់ខ្សែទី4ធ្វើដូចគ្នាដែរបងប្អូនទាញមកពីក្រោមកតុយអំបោះខាងស្ដាំដែលយើងពាត់ទៅហើយគួចចង2ដងដូចគ្នាចាយើងគួចចង2ដងយើងរឹតឲ្យតឹងរឹតឲ្យស្មើជាបន្តការគួចចងហ្នឹងគឺពាត់អំបោះពីលើដូចគ្នាចាបងប្អូនឥឡូវហ្នឹងខ្ញុំចងបាន4ខ្សែហើយចងបានទាំង4ហើយបន្ទាប់មកខ្ញុំទាញកតុយអំបោះ4ទីទាំង4ហ្នឹងយកងាកឲ្យមកនៅខាងឆ្វេងសិនបន្ទាប់មកកតុយអំបោះខាងក្នុងទី4ហ្នឹងខ្ញុំចាប់ផ្ដើមទាញទៅខាងស្ដាំវិញទាញទៅខាងស្ដាំហើយខ្ញុំយកកតុយអំបោះខាងស្ដាំយកមកពាត់ទាញពីក្រោមចាទាញពីក្រោមពាត់មកពីក្រោមហើយគួចចង2ដងដូចខាងស្ដាំមិញដូចខាងឆ្វេងមិញដែរចាយើងបន្តគួចខ្សែទី1ខ្សែទី2ចាបន្ទាប់មកយើងលូកដៃទៅទាញកតុយអំបោះខាងស្ដាំខ្សែទី3ចាបន្ទាប់មកពាត់ចង2ដងដូចគ្នាចាពាត់លើកទី1លើកទី2រួចរាល់នេះជួរសម្រាប់ជួរទី1គឺយើងធ្វើបែបហ្នឹងបងប្អូនអញ្ចឹងបន្ទាប់មកយើងញែកកតុយអំបោះទាំងសងខាងហ្នឹងចេញជា2ដូចគ្នាគឺ4សរសៃដូចគ្នាចាបន្ទាប់ពីទាញ4សរសៃហើយខ្ញុំពាត់អំបោះខ្សែខាងលើ2ឡើងទៅលើឲ្យផតព្រោះអីនៅវគ្គនេះយើងចងតែ4ខ្សែនៅចំកដាលទេបងប្អូនដោយចាប់ផ្ដើមពីខ្សែកដាលដូចគ្នាខ្ញុំយកខ្សែខាងឆ្វេងពាត់ខ្ញុំយកខ្សែខាងស្ដាំពាត់លើខ្សែខាងឆ្វេងហើយលូកទាញខ្សែខាងឆ្វេងមកពីក្រោមហើយយើងពាត់ចង2ដងទៀតចាអានេះខ្សែទី1ខ្សែទី1យើងចង2ដងហើយបន្ទាប់មកខ្សែទី2ពាត់មកពីក្រោមកតុយអំបោះដែលយើងពាត់ពីខាងស្ដាំមិញចាបន្ទាប់មកចង2ដងដូចគ្នា1 2ការពាត់អំបោះ
ចងខាងឆ្វេងហ្នឹងគឺជើងចងរួចរាល់ហើយបន្ទាប់មកយើងក៏ទាញកតុយខ្សែ2ចេញមកអាគៀនគេហ្នឹងយកកតុយខ្សែខាងទាញកតុយខ្សែចំកដាលទៅខាងស្ដាំវិញលោកទាញកតុយខ្សែខាងស្ដាំមកពីខាងក្រោមហើយពាត់ចង2ដងនេះជួរទី2គឺរួចរាល់ហើយបងប្អូនផុតទៅពីហ្នឹងយើងពេលដែលយើងចងកតុយអំបោះខាងស្ដាំមិញអញ្ចឹងយើងចង2ដងហើយកតុយខ្សែដែលនៅក្នុងហ្នឹងខាងក្នុងយើងទាញមកដោតកម្មមកគ្រាប់រុញទៅឲ្យដល់លើកតុយអំបោះខាងបន្ទាប់មកយើងពាត់កតុយអំបោះខាងឆ្វេងមកពីក្រោមខ្សែដែលយើងដោតកម្មមិញប៉ុន្តែយើងអត់មានពាត់ចងទេបន្តទៅទាញកតុយអំបោះខាងឆ្វេងមកពាត់ពីលើខ្សែកម្មវិញមិញខ្សែកម្មពាត់ពីលើកតុយអំបោះខាងឆ្វេងបន្ទាប់មកខ្សែកម្មទៅនៅពីក្រោមកតុយអំបោះខាងឆ្វេងម្ដងរួចហើយយើងពាត់ចងចំនួន2ដង1 2រួចរាល់ហើយបងប្អូននៅពេលដែលរួចរាល់ហើយយើងទុកកតុយកតុយអំបោះហ្នឹងមកទុកមួយឡែកសិនអញ្ចឹងកតុយអំបោះខាងឆ្វេងដែលយើងពាត់ទៅគួបមួយនឹងកតុយអំបោះខាងស្ដាំមួយយើងបាន2ដូចគ្នាទាញកតុយអំបោះខាងស្ដាំពាត់ពីលើកតុយអំបោះខាងឆ្វេងហើយកតុយអំបោះខាងឆ្វេងដែលយើងពាត់ក្រោមកម្មមិញហ្នឹងយើងទាញយកមកពាត់ចងពីលើកតុយអំបោះខាងស្ដាំដែលយើងពាត់ទៅចង2ដងដូចគ្នា1 2ចាបន្ទាប់ពីចង2ហើយបងប្អូននឹងឃើញកតុយអំបោះនៅខាងក្រោមហ្នឹង2អញ្ចឹងយើងពាត់2ហ្នឹងចងប៉ុន្តែពេលដែលយើងពាត់ចងហ្នឹងយើងទាញកតុយអំបោះខាងស្ដាំមកកងពីលើកតុយអំបោះខាងឆ្វេងចាហើយបន្ទាប់មកយើងចង2ដងដូចគ្នារឹតឲ្យតឹងគួចចង2ដងពីលើកតុយអំបោះខាងស្ដាំបន្ទាប់មកយើងសម្រួលអំបោះបន្តិចទៅយើងសម្រួលអំបោះដើម្បីឲ្យយើងងាយស្រួលក្នុងការមើលអញ្ចឹងកតុយអំបោះខាងឆ្វេងខាងស្ដាំពីខាងក្រោមនេះយើងទាញឲ្យវាស្រួលឲ្យវាសន្ទឹងយើងចាប់ផ្ដើមមកចងកតុយអំបោះខាងលើវិញម្ដងកតុយអំបោះខាងលើហ្នឹងខ្ញុំពាត់កតុយអំបោះខាងក្រោមពីក្រោមកតុយអំបោះខាងលើចាហើយខ្ញុំចង2ដងពេលដែលចង2ដងហើយអញ្ចឹងអាកតុយអំបោះដែលយើងពាត់មិញវាមកកងនៅលើកតុយអំបោះខាងក្រោម2ទៀតអញ្ចឹងខ្ញុំទាញពាត់ចង2ដងដូចគ្នានេះចា2ដង1 2នៅពេលដែលបាន2ដងហើយកតុយអំបោះទាំង2ហ្នឹងយើងអា2ចុងក្រោយខ្ញុំអត់តាន់ប្រឡែងទេខ្ញុំទាញកតុយអំបោះខាងស្ដាំពាត់ពីលើកតុយអំបោះខាងឆ្វេងហើយយកកតុយអំបោះខាងឆ្វេងដែលនៅពីក្រោមពាត់មកចងកតុយអំបោះខាងស្ដាំដែលពាត់ទៅផ្នែកខាងឆ្វេងរួចរាល់ហើយអញ្ចឹងយើងមកធ្វើផ្នែកខាងស្ដាំម្ដងគឺដូចគ្នាដែរខ្ញុំទាញកតុយអំបោះពាត់ចង2ដងបន្ទាប់ពីពាត់ចង2ដងហើយកតុយអំបោះដែលខ្ញុំពាត់ពីលើខ្សែខាងក្រោម2ហ្នឹងខ្ញុំទាញខ្សែខាងក្រោមមកពាត់ចងជាមួយនឹងកតុយអំបោះដដែលហ្នឹង2ដងដូចគ្នា1 2បន្តមកខាងក្រោមពាត់ចងដូចគ្នាកតុយអំបោះដែលយើងពាត់មកហ្នឹងគឺនៅពីលើរហូតបងប្អូនអញ្ចឹងយើងទាញអាកតុយអំបោះខាងក្រោមមកពាត់ចងដូចគ្នា1 2ពេលដែលពាត់ចងហើយយើងទាញកតុយអំបោះដែលនៅខាងលើហ្នឹងពាត់ត្រឡប់ទៅវិញហើយទាញកតុយអំបោះខាងក្រោមមកពាត់ចងដដែលចាខ្ញុំសម្រួលអំបោះហើយនេះវគ្គទី1គឺចប់ហើយបងប្អូនយើងចូលដល់វគ្គទី2វគ្គទី2មានការខុសគ្នាបន្តិចដោយយើងចាប់ផ្ដើមដំបូងឡើងចាប់ផ្ដើមក្រងពីខ្សែតិចមួយចំហៀងតែម្ដងពេលហ្នឹងខ្ញុំចាប់ផ្ដើមទាញអំបោះខាងលើមកពីក្រៅនៅពីក្រោមអំបោះខាងក្រោមព្រោះអីអំបោះវាមានតែ2ខ្សែមានលើហើយក្រោមបន្ទាប់មកខ្ញុំពាត់ចង2ដងពេលដែលពាត់ចង2ដងហើយខ្ញុំពាត់កតុយអំបោះដែលនៅខាងក្រោមហ្នឹងទៅខាងក្រោមទៀតត្រឡប់ប៉ុន្តែយើងរបៀបត្រឡប់យើងទាញត្រឡប់ទៅវិញ
ហើយយើងពាត់ចង2ដងទៀតកន្លែងហ្នឹងបងប្អូន4ដងចានេះ4ពេលដែលបាន4ដងហើយកតុយអំបោះមិញហ្នឹងខ្ញុំទាញទៅក្រោមកតុយអំបោះខាងក្រោមបន្តទៀតកតុយអំបោះខាងក្រោមយើងទាញហើយយកកតុយអំបោះដែលយើងនិយាយចំនៅពេលដែលយើងក្រងហ្នឹងបងប្អូនអំបោះណានៅខាងលើអំបោះណានៅខាងលើគឺយើងអត់ពាត់ចងទេយើងត្រូវទាញអំបោះពីក្រោមមកពាត់ចងពីលើទៅវិញចាបន្ទាប់ពីពាត់ចងហើយយើងសម្រួលអំបោះទាញតិចមកចំហៀងហ្នឹងទៅត្រឡប់ទៅវិញបងប្អូនដើម្បីកុំឲ្យអំបោះវាជាពាក់គ្នាចំហៀងខាងស្ដាំក៏ធ្វើដូចគ្នាដែរតិចខាងស្ដាំហ្នឹងគឺយើងទាញអំបោះខាងលើខាងក្រោមហើយពាត់ចងត្រឡប់ឡើងទៅលើវិញត្រឡប់អំបោះខ្សែដដែលហ្នឹងគឺពាត់ចងខាងលើដូចគ្នាពាត់ចងពី2ដងហើយបន្ទាប់មកកតុយអំបោះរបស់យើងហ្នឹងយើងកតុយអំបោះដែលមិញនៅខាងលើយើងទៅក្រោមវិញម្ដងហើយយើងពាត់ចងបើបងប្អូនមើលវីដេអូខ្ញុំនេះគឺក្នុងការដែលយើងពាត់អំបោះណាដែលនៅខាងក្រោមគឺជាអ្នកពាត់ចងចំណែកឯអំបោះខាងលើគឺវាកាច់ពុតពេនយកម៉ូតបងប្អូនចា2ដងហើយយើងសម្រួលអំបោះចំថងកន្លែងនេះបងប្អូនយើងចាប់ផ្ដើមចូលដូចវគ្គទី1ដែរដោយយើងចាប់ផ្ដើមតែអំបោះ4កដាលទេចំណែកឯតិចសងខាងយើងទាញទៅលើឲ្យផុតខ្ញុំចាប់ផ្ដើមទាញកតុយអំបោះខាងស្ដាំមកកងពីលើកតុយអំបោះខាងឆ្វេងហើយយកកតុយអំបោះខាងឆ្វេងមកពាត់ចងដូចលើកមុនដដែលដែរត្រង់កន្លែងនេះគឺយើងចាប់ផ្ដើមធ្វើសាថ្មីយើងរត់ចងហើយបន្ទាប់មកទៀតកតុយអំបោះបន្តទៀតយើងទាញមកខាងក្រោមអញ្ចឹងអំបោះនៅពេលដែលយើងពាត់កតុយអំបោះណានៅខាងលើគឺយើងយកម៉ូតជាអ្នកកាច់ម៉ូតបងប្អូនចំណែកឯកតុយអំបោះខាងក្រោមជាអ្នកពាត់ចង2ដងយើងងាកមកខាងស្ដាំវិញម្ដងខាងស្ដាំនេះគឺយើងពាត់ចងតែម្ដងឯងយើងពាត់តែមួយអំបោះកតុយអំបោះតែមួយទេពាត់ចង2ដងពេលដែលពាត់ចង2ដងកតុយដែលចងហើយហ្នឹងយើងអត់ប្រឡែងទេកតុយអំបោះហ្នឹងយើងដោតកម្មតែម្ដងចាពេលដែលដោតកម្មហើយយើងទាញកតុយអំបោះខាងឆ្វេងមួយនៅពីក្រោមបន្ទាប់មកយកកតុយអំបោះដែលដោតកម្មហ្នឹងទៅនៅពីក្រោមកតុយអំបោះខាងឆ្វេងទៀតពេលដែលយើងហើយពាត់ចង2ដងរត់ឲ្យតឹងសម្រួលមើលឲ្យស្អាតហើយយើងទុកវាសិនងាកមកធ្វើខាងស្ដាំវិញម្ដងដោយយកកតុយអំបោះខាងឆ្វេងដែលយើងពាត់ក្រោមកម្មហ្នឹងសោកពីក្រោមទៀតទាញកតុយអំបោះខាងស្ដាំមកកងហើយយើងពាត់ចងទៀតចង2ដងនៅពេលដែលចង2ដងហើយចុងក្រោយគេកតុយអំបោះដែលនៅកដាល2ហ្នឹងយកខាងស្ដាំមកកងខាងឆ្វេងហើយយើងពាត់យកកតុយអំបោះខាងឆ្វេងដែលពាត់ទៅនឹងចង2ដងទៀតចានេះគឺរបៀបកងគឺមានតែប៉ុណ្្នឹងទេបងប្អូននៅពេលដែលចាប់ប៉ុណ្្នឹងហើយយើងចាប់ផ្ដើមបន្តទៀតដោយចាប់ផ្ដើមទៅធ្វើពីត្រចៀកខាងឆ្វេងត្រចៀកខាងស្ដាំឡើងមកវិញម្ដងទៀតមិនដែរបងប្អូនទៅមកដល់ត្រឹមនេះបងប្អូនមើលតន់ខ្ញុំក្រងអត់របៀបក្រងគឺមានតែប៉ុណ្្នឹងទេបងប្អូននៅពេលដែលចប់ហើយយើងចាប់ផ្ដើមឡើងទៅក្រងពីត្រចៀកឡើងមកវិញម្ដងទៀតយើងបន្តធ្វើរឿយរហូតដល់បានប្រវែងខ្សែដៃដែលយើងចង់បានដោយខ្សែដៃដែលខ្ញុំក្រងនេះបងប្អូនអំបោះប្រវែងដែលខ្ញុំយកមកក្រងនេះចុងក្រោយគេគឺបាន16សង់ទីម៉ែត្រក្រងរួចរាល់ហើយកតុយខ្សែយើងគួចចងពេលដែលយើងគួចចងបែបនេះធ្វើឲ្យកតុយខ្សែរបស់យើងនៅម្ដុំវាស្អាតវារាយប៉ាយទេដោយសារតែខ្សែដៃរបស់យើងហ្នឹងគឺវារៀងកប៉ែតបងប្អូនបើយើងអត់គួចចងទេកតុយអំបោះរបស់យើងវារាយប៉ាយចំណែកឯចំណងនឹងរំយោលខ្សែបងប្អូនអាចធ្វើតាមចំណង់ចំណូលចិត្តបានអាចធ្វើជាម៉ូតផ្សេងទៀតក៏បានរបៀបក្រងខ្សែដៃខ្ញុំថ្ងៃនេះគឺរួចរាល់ហើយបងប្អូនអរគុណពុកម៉ែបងប្អូនដែលចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជម្រាបលា